បងប្អូនខ្ញុំសូមចែករំលែកបទពិសោធន៍មួយអំពី healthy មួយថ្ងៃមុនមកខ្ញុំមកទិញថ្នាំព្យាបាលជំងឺជ្រុកគាត់ឈឺហើយខ្ញុំសួរគាត់ខ្ញុំសួរអីឲ្យខ្ញុំឆ្ងល់ក្នុងចិត្តដែរណាខ្ញុំសួរគាត់ថាចុះបងអញយក healthy នឹងទៅប្រើប្រចាំរាល់ថ្ងៃហើយចុះមិនក៏ជ្រុកនៅតែឈឺទៀតខ្ញុំសួរឆ្ងល់អញ្ចឹងហើយខ្ញុំរបៀបឆ្ងល់ខ្លាំងដែរហ្នឹងហើយឆ្ងល់ខ្លួនឯងក្រុមសាក្រាផលិតនៃសាកលផលិតថ្នាំហ្នឹងបានល្អហើយគុណភាពល្អហើយដឹងច្បាស់ជឿជាក់ថាល្អហើយពិសោធន៍ទាំងជ្រុកខ្លួនឯងពិសោធន៍ទាំងជ្រុកមួយគ្រប់កន្លែងទាំងអស់ឲ្យតែគាត់យក healthy នឹងទៅប្រើគឺតាមដានសួរគាត់ឡើងវិញសួរព័ត៌មានត្រឡប់គាត់វិញយើងចង់ដឹងឆ្នាំយើងល្អប៉ុណ្ណាដែរហ្នឹងណាហ្នឹងហើយតាមសួរគាត់វិញគឺល្អគ្រប់គ្នាឲ្យតែអ្នកប្រើ healthy ល្អមិនឈឺឲ្យធំលឿនទៀតហើយខ្ញុំឆ្ងល់ចុះជ្រុលគាត់យក healthy ទៅប្រើហើយចុះមិនក៏នៅតែឈឺនៅមកទិញថ្នាំព្យាបាលជំងឺទៀតសួរចុះសួរឡើងជីកសួរយកឡើងគាត់ថាគាត់ចុះប្រើមួយរយៈគាត់ថាខ្លាចអត់លុយច្រើនហើយខ្ញុំបងអើយបងឯងឈប់ប្រើចឹងបានខ្ញុំធូរទ្រូងបន្តិចខ្ញុំស្មានបងឯងកំពុងតែប្រើហើយជ្រុកឈឺបងឯងឈប់ប្រើហើយមិនជ្រុកឈឺខ្ញុំធូរទ្រូងបន្តិចធូរទ្រូងគាត់ថាឆ្នាំ healthy នេះនៅតែល្អតែដែរអញ្ចឹងបងដល់ហើយខ្ញុំប្រាប់គាត់ថាបងអើយកុំឈប់ប្រើអីកុំស្ដាយអាលុយទិញថ្នាំ healthy ហ្នឹង healthy យើងចំណាយលុយទិញពីលើមិនប្រើបន្តិចទៀតមែនមួយបេក្នុងបេឲ្យដាក់មកកញ្ចប់ហ្នឹងមែនរូបមន្តវាហើយបងបានដាក់មកបេមកកញ្ចប់ហ្នឹងគឺច្បាស់ 100% ថាអត់ឈឺមែនមួយបេចំណី30គីឡូបេចំណី30គីឡូអញ្ចឹងគឺប្រើ healthy នឹងកញ្ចប់ប្រើអង្គកញ្ចប់ជ្រុះអត់ឈឺមែនព្រោះរូបមន្តវាបង្កើតមកអញ្ចឹងថ្លឹងត្រូវរូបមន្តវាមួយបេមកកញ្ចប់តែអញ្ចឹងយើងចាំជ្រុកអត់ឈឺទេទាំងមេកូនក៏ដោយទាំងមេផើមក៏ដោយទាំងកូនក៏ដោយទាំងជ្រុកសាច់ក៏ដោយអត់ឈឺទេធានា 100% គឺ 100% ថាអត់ឈឺចឹងបងប្អូនដែលធ្លាប់ប្រើ healthy នឹងហើយគឺគាត់ក៏ទុកចិត្តហើយគាត់ជួយធានាទៀតថាអត់អីអត់ឈឺចឹងណាបងប្អូនណាដែលគាត់ធ្លាប់ប្រើហើយគាត់ដឹងហើយអញ្ចឹងខ្ញុំប្រាប់គាត់ថាបងឯងកុំឈប់ប្រើឥឡូវយកទៅប្រើវិញហ្នឹងហើយជំងឺតាចូលហើយមិនងាយព្យាបាលទេជំងឺសម័យឥឡូវវាសិតតែបេះអាព្រិចវាកម្រជំងឺតិចតួចដល់អញ្ចឹងគ្មានថ្នាំព្យាបាលទេហើយក៏គ្មានវ៉ាក់សាំងទេមានតែ healthy ហ្នឹងទេដែលជួយឲ្យប្រព័ន្ធការពារវាខ្លាំងការពាររាងធ្វើឲ្យប្រព័ន្ធការពាររាងកាយវាខ្លាំងជំងឺផ្សេងមិនចូលទេមិនមែនតែបេះអាព្រិចទេគឺជំងឺគ្រប់ជំងឺទាំងអស់គឺអត់ចូលក្នុងខ្លួនវាបានទេដោយសារតែមាន healthy ការពារនឹងមាន healthy ដូចមានដុកទ័រប្រចាំត្រង់បងឯងអញ្ចឹងបងឯងកុំឈប់ប្រើបងឯងប្រើ healthy នេះមិនមែនត្រឹមតែមិនជឿមិនឈឺទេវាធំលឿនទៀតទេអញ្ចឹងយើងចំណាយលុយលើ healthy យើងបានព្រួយមួយបានសាច់បានទាំងជ្រុងសុខភាពល្អមិនឈឺហើយបានទាំងធំលឿនទៀតអញ្ចឹងថ្ងៃចំណេញអាធំលឿនដល់អញ្ចឹងយើងចំណេញអានងបងយើងអ្នករកស៊ីចំជ្រូកយើងបើមិនចង់ចំណេញមួយថ្ងៃចង់ធ្វើម៉េចបើមួយថ្ងៃអត់ប្រើខាតទាំងអស់នោះយើងងាប់អស់បានអីលក់អញ្ចឹងខាតអញ្ចឹងមួយថ្ងៃប្រើទៅវាសັດសុខភាពល្អហើយវាធំលឿនឆាប់បានលក់អញ្ចឹងវាចំណេញត្រង់ហ្នឹងបងចាអរគុណបង